បាទសួស្តីបងប្អូនអរគ្នាបាទវីដេអូនេះគឺបន្តពីថ្ងៃមុនបងប្អូនអរគ្នាបាទថ្ងៃមុនគឺយើងរើម៉ាស៊ីនដើម្បីយកសេមីនិងកន្លះយកទៅធ្វើបាទឥឡូវយើងចាប់ផ្ដើមយកសេមីយើងទៅយកទៅសីដើម្បីដូរពីស្ទងថ្មីរួចហើយបន្តមកទៀតយើងពិនិត្យមើលកន្លះយើងបាទបន្ទាប់ពីមើលកន្លះយើងតើយើងសីហ្នឹងគឺចិត្តល្អឬក៏មិនចិត្តបាទគឺយើងត្រូវដាក់សាំងលោមួយអញ្ចឹងបងប្អូនបាទដើម្បីពិនិត្យមើលសម្រាប់យើងតើវាចិត្តល្អគឺមិនចិត្តសំខាន់បើសម្រាប់យើងចិត្តគឺកាពីខ្យល់គឺល្អបងប្អូនបាទគ្រប់គ្រាន់ណាកាលណាអត់ចិត្តទេកម្លាំងម៉ាស៊ីនក៏រីកខ្សោយដែរបាទកម្លាំងម៉ាស៊ីនក៏ខ្សោយដែរអញ្ចឹងយើងត្រូវត្រួតពិនិត្យមើលទាំងអស់បាទបន្ទាប់ពីយើងសីសម្រាប់បាទឬក៏បញ្ចូលធ្វើសម្រាប់ការបញ្ចូលហ្វឺតសម្រាប់នេះគឺយើងត្រូវជ្រើសរើសយកហ្វឺតណាដែលមានគុណភាពល្អប្រើទៅបានយូរបើយើងអត់ជ្រើសរើសរកគុណភាពទេគឺប្រើទៅក៏បានយូរទេបាទគឺបណ្ដាលឲ្យហ្វឺតហ្នឹងគឺរឹងកាលណារឹងហ្វឺតហ្នឹងហើយបណ្ដាលឲ្យនឹងហុចផ្សែងបងប្អូនបាទអញ្ចឹងយើងធ្វើគឺត្រូវជ្រើសរើសយកគុណភាពផងដែរហើយសម្រាប់យើងគឺសីឲ្យត្រូវពិនិត្យមើលបាទត្រូវពិនិត្យមើលមកសម្រាប់បាទតើដិតល្អឬក៏យ៉ាងណាបាទតើដិតទាំងសងខាងជាប់ល្អឬអត់បើមិនដិតល្អទេគឺយើងចាប់ផ្ដើមសេរីបន្តទៅទៀតបាទហើយយើងក៏មានឧបករណ៍សម្រាប់ប្រាមកសម្រាប់ផងដែរបាទឥឡូវយើងចាប់ផ្ដើមរៀបចូលសម្រាប់យើងទៅវិញបន្ទាប់ពីយើងសីរួចរាល់ហើយក៏យើងលោមើលសម្រាប់ផងដែរអញ្ចឹងបន្ទាប់ពីយើងសីសម្រាប់រួចរាល់ហើយគឺយើងត្រូវត្រួតពិនិត្យមើលបងប្អូនបាទគឺយើងលោសាំងដូចខ្ញុំលោឲ្យបងប្អូនមើលអញ្ចឹងបាទគឺយើងដាក់សម្រាប់ចូលរួចហើយបាទយើងទុកសម្រាប់ឲ្យចប់ហើយយើងចាក់សាំងចូលបើសាំងជ្រាបចេញមកតាមសម្រាប់ហ្នឹងបានន័យថាសម្រាប់ហ្នឹងគឺសីចិត្តល្អទេបាទហើយសម្ពាធខ្យល់គឺបានចិត្តល្អផងដែរបណ្ដាលឲ្យសម្ពាធម៉ាស៊ីនយើងមានខ្សោយបាទអញ្ចឹងយើងត្រូវត្រួតពិនិត្យមើលបាទបើខ្ញុំគឺត្រូវត្រួតពិនិត្យមើលសម្រាប់យ៉ាងបងប្អូនបាទមិនមែនធ្វើលុំទេបាទមិនមែនយកលុយគេហើយធ្វើលុំដូច្នេះហើយយើងត្រូវត្រួតពិនិត្យមើលទាំងអស់បាទត្រូវត្រួតពិនិត្យមើលទាំងអស់ហើយការដាក់យើងសម្រាប់យើងបាទដាក់ចូលកញ្ចក់រួចរាល់ហើយគឺយើងត្រូវសង្កត់មើលនឹងខ្លាចវាអត់ស៊ុបល្អបាទអញ្ចឹងរួចរាល់ហើយបាទយើងចាប់ផ្ដើមដាក់ខ្នើយបញ្ចូលហើយមុននឹងដាក់ចូលគឺយើងត្រូវដាក់ប្រេងផងដែរបាទហើយមើលរុននេះគឺរុនបូមប្រេងបាទរុនបូមប្រេងទាំងពីរនេះបើយើងអត់បានចាក់ប្រេងឬក៏មើលទេខ្លាចវាស្ទះបងប្អូនខ្លាចវាស្ទះអត់មានរុនបូមប្រេងកាលណាស្ទះគឺបណ្ដាលឲ្យយើងគប់ពេលផ្សិនមកដែរគប់ពេលអាកន្លែងស្ប៉ាប់ហ្នឹងគឺវាអត់មានប្រេងមកបូមផ្សំស្ប៉ាប់ហើយបន្តទីយើងចាប់ដើមដាក់អាសម្រាប់យើងគឺវិញខ្លីសម្រាប់ឲ្យចំណាំផងដែរស្រួលចំណាំបងប្អូនបាទពេលនេះបាទទេបងប្អូនបាទដាក់ប្រេងតិចដើម្បីយើងដាក់ទៅវារៀងល្អស្រួលតិចបាទហើយការសីប៊ីស្តុងនេះគឺយើងសីតម្លើងលេខបាទដូចខ្ញុំប្រាប់បងប្អូនអញ្ចឹងតាមមុនគឺលេខ00អញ្ចឹងយើងដាក់លេខ025ដើម្បីតម្លើងលេខប៊ីស្តុងហ្នឹងឲ្យធំជាងមុនបាទឲ្យធំជាងមុនដើម្បីកុំឲ្យលឡងហើយយើងយកសេមីយើងទៅសីខាត់បញ្ចូលបាទខាត់បញ្ចូលប៊ីស្តុងថ្មីយើងហ្នឹងបងប្អូនបាទឥឡូវយើងខាត់បញ្ចូលរួចរាល់ហើយយើងចាប់ផ្ដើមមករៀបកន្លែងខ្លះរបស់យើងចាប់ផ្ដើមសីសភ័ព្វវារួចរាល់ហើយបាទឥឡូវយើងរៀបរួចរាល់ហើយបងប្អូនបាទឥឡូវយើងចាប់ផ្ដើមរៀបក្បាត់ប៊ីស្តុងហើយការរៀបក្បាត់របស់ខ្ញុំគឺរៀបបែបនេះបងប្អូនបាទហើយបើខាងបងប្អូនរៀបមិញខ្ញុំមិនដឹងទេបាទគឺយើងរៀបតាមតែស្តង់ដាដែលយើងធ្លាប់រៀនពីមុនមកបាទឥឡូវយើងសេរីបាទយើងសេរីចំគោលដៅបាទចំដែលយើងធ្លាប់តែរៀនពីមុនមកបងប្អូនបាទឥឡូវចាប់ផ្ដើមសេរីចំរួចរាល់ហើយគឺយើងដាក់ផ្សេងដាក់ប្រេងនិយាយរឿងចប់បងប្អូនបាទយើងគឺយើងដាក់ប្រេងកន្លែងក្បាត់ហ្នឹងមកបាទដើម្បីឲ្យយើងដាក់រៀងធូរតិចដើម្បីយើងបញ្ចូលទៅជាមួយនឹងសេមីហើយក៏យើងលោផងដែរកាលណាពេលច្រើនខ្លះលោទៅគឺដាក់ទៅចូលបាទហើយមួយចំនួនតូចយើងគឺលោទៅដាក់ចូលដែរបាទអញ្ចឹងត្រូវការខាត់សេមីថែមបាទតែមុននឹងដាក់ចូលស្តុងគឺយើងត្រូវដាក់ប្រេងចូលនឹងសេមីតិចសិនដើម្បីឲ្យមានជាតិអំបិលដើម្បីយើងសង្កត់ដាក់ស្តុងចូលទៅឲ្យវាងាយស្រួលក្នុងការបញ្ចូលបាទយើងដាក់លោអញ្ចឹងបងប្អូនបាទមុននឹងដាក់ចូលគឺយើងត្រូវលោអញ្ចឹងសិនហើយខ្លះគឺដាក់ទៅអត់ចូលទេបាទទោះបីយើងសង្កត់មិនក៏អត់ចូលដែរឥឡូវរួចរាល់ហើយបាទយើងលោរួចរាល់ហើយចាប់ផ្ដើមដាក់រងហើយចំណុចរងសេមីគឺយើងប្រើរងបាត់នេះបាទគឺរងរបស់យើងគឺរងរីបាទគឺប្រើរងល្អផងដែររងនេះគឺយើងដាក់ចូលទៅគឺវាស្អាតមើលទៅស្អាតណាបងប្អូនបាទគឺស្អាតខ្ញុំថាស្អាតគឺស្អាតបងប្អូនបាទយើងមិនបាច់ចាំជាចេញទេគុណភាពគឺអាចប្រើបានបងប្អូនបាទគឺអត់មានការរីកការអីទេគឺស្អាតដូចរងស៊ីនតែបិទបាទគឺស្អាតមែនតើបាទឥឡូវយើងចាប់ផ្ដើមដាក់តម្រៀបចូលណាស្អាតហើយបងប្អូនបាទហើយយើងចាប់ផ្ដើមដាក់វីស្តុងយើងចាប់ជាមួយនឹងដៃយើងបាទឥឡូវមុនគឺយើងលោវីស្តុងយើងចូលជាមួយនឹងសេមីបាទយើងដាក់បញ្ចូលរួចហើយគឺយើងយកចេញមកវិញគឺយើងដាក់ចូលជាមួយនឹងដៃយើងហើយការដាក់បញ្ចូលដៃយើងនេះផងដែរគឺយើងត្រូវដាក់ប្រេងតិចបងប្អូនក្នុងដៃយើងដើម្បីរៀងល្អតិចណាបើយើងបញ្ចូលរួចរាល់ហើយដាក់រួចរាល់ហើយគឺយើងចាប់ផ្ដើមដាក់ជៀនបាទជាកន្លែងអាប៊ីស្តុងហ្នឹងរួចរាល់ហើយបន្តមកទៀតគឺយកសេមីយើងដាក់បញ្ចូលបាទសេមីយើងដាក់បញ្ចូលសេមីយើងសីមិញហ្នឹងបងប្អូនបាទសីរួចរាល់ហើយយើងដាក់បញ្ចូលបាទហើយការដាក់បញ្ចូលនេះមានអីបាទបងប្អូនឃើញទេបងប្អូនគឺស្រួលមែនតើបាទយើងលោអីរួចរាល់ហើយបើដាក់ចូលរួចរាល់ហើយគឺវាធូរបងប្អូនបាទបន្តមកយើងទាញច្បាក់លកាមយើងចេញមកដើម្បីបញ្ចូលប៊ីស្តុងរបស់យើងបាទ
ហើយការដាក់បញ្ចូល piston នេះគឺយើងត្រូវទាញឡើងមកលើបងប្អូនបាទទាញឲ្យ piston ឡើងមកលើអស់ដើម្បីឲ្យត្រូវអីដើម្បីឲ្យត្រូវពួងបាទដើម្បីឲ្យត្រូវពួងកាលណាយើងខុសពួងគឺមានន័យថាយើងដាក់តង់ខុសបាទដើម្បីឲ្យវាត្រូវតង់ឡើង piston អស់កាលណាយើងដាក់តង់នឹងខុសគឺវាឆេះគឺអត់ឆេះទេបាទទោះបីឆេះគឺឆេះទ្រុសត្រាស់ដែរបាទអញ្ចឹងគេហៅថាខុសតង់បាទហើយបន្តមកទៀតគឺយើងដាក់ធ្នូលកាមនេះគឺមានទូនាទីសម្រាប់ធ្នូលកាមបាទធ្នូលកាមខាងក្រោមបងប្អូនកាលណាលកាមធូរទៅគឺមានធ្នូលកាមសម្រាប់ធ្នូលខាងក្រោមដើម្បីកុំឲ្យសឹកនៅសមីរបស់យើងអញ្ចឹងគេធ្វើមកគឺសិតតែមានគេដឹងបងប្អូនបាទមិនបានជាធ្វើទេបាទគឺអ្នកវិទ្យាសាស្ត្រអ្នកផលិតគឺមិនធម្មតាទេបាទហើយលើតមកគឺយើងដាក់រងដែកមួយស្លឹកមកបាទហើយគឺយើងយកកន្លះយើង